តានអ្នកខុសអ្នកត្រូវឡានហ្វ្រីទំនើបមួយគ្រឿងតម្លៃមិនក្រោម$30,000ផ្ទៃផ្នែកខាងមុខបើក្រោយពីបោកគោជាច្រើនក្បាលងាប់ពេញផ្លូវអ្នកណាទទួលខុសត្រូវចំពោះហេតុការណ៍នេះបាននាវេលាម៉ោងថ្ងៃទី24វេលាព្រឹកថ្ងៃទី24ខែមីនាឆ្នាំ2025នៅតាមបណ្ដោយផ្លូវជាតិលេខ5នៅខេត្តកំពង់ឆ្នាំងមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបន្ទាប់ពីរថយន្តស៊េរីទំនើបមួយគ្រឿងមានតម្លៃមិនក្រោម$30,000បានរងការខូចខាតបន្ទាប់ពីបើបុកសត្វគោជាច្រើនក្បាលដែលដើរឆ្លងកាត់តាមដងផ្លូវបើតាមច្បាប់ម្ចាស់គោជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះបើទោះបីជាយ៉ាងណាក៏ដោយសូមបងប្អូនទាំងអស់គ្នាបាទធ្វើដំណើរតាមផ្លូវជាតិនេះជាពិសេសគឺតាមផ្លូវដែលឧស្សាហ៍ជួបគ្រោះថ្នាក់នេះបាទសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទទៅពេលដែលជួបបញ្ហានេះហើយបានត្រឹមតែបាត់បង់និងរងគ្រោះតែប៉ុណ្ណោះបាទហើយបើអនុវត្តតាមផ្លូវច្បាប់គឺវែងឆ្ងាយនិងម្យ៉ាងទៀតម្ចាស់គោបានត្រឹមតែសំទោសហើយប្រហែលជាគ្មានលទ្ធភាពស្ទងចំពោះអ្វីដែលខូចខាតនោះឡើយបាទគាត់ត្រូវចំណុចនេះបងប្អូនបាទសត្វគោណាបើយើងចិញ្ចឹមគឺត្រូវតែមានការបាទចងខ្សែបាទមិនឲ្យបលែងទេព្រោះថាតាមផ្លូវជាតិបាទព្រោះថាឡានបើកលឿនឬក៏ឡានបើកច្រើននៅពេលដែលគោដើរទៅព្រោះសត្វគោបងប្អូននិយាយធ្លាប់បានតែនិយាយលេងហ្នឹងសត្វគោបាទដូចយកគោមើលទទួលអញ្ចឹងគឺវាអត់ដឹងអីទេបាទពេលឡានមកគឺវានៅឆ្លងដែរយ៉ាងហើយគឺអាចបង្កជាគ្រោះថ្នាក់ហើយនេះសំណាងគ្រាន់មានការខុសខាតឡានណាចុះបើករណីប៉ះពាល់ទៅដល់អាយុជីវិតមនុស្សទៀតវាយ៉ាងយ៉ាងណាយ៉ាងไรទៅអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នបាទរឿងរ៉ាវនេះវាហាក់បីដូចជាពិបាកមែនតើបាទបើថាឲ្យម្ចាស់គោសងម្ចាស់គោនឹងលក់គោនឹងសងមិនរួចផងបាទហើយចំពោះព័ត៌មានដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា